សួស្តីអ្នកទាំងអស់គ្នាការពីវីដេអូមុនគឺយើងបានសិក្សារួចរាល់ហើយតាក់ទងជាមួយនឹងការបង្កើត inode soft link hard link ដែលយើងត្រូវ link file ឬក៏ directory ចូលគ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងសិក្សាបន្តទៀតតាក់ទងជាមួយនឹងថា archive ដែលវាមានតួនាទីសម្រាប់ combine នៅ file ជាច្រើនឬក៏ directory ចូលគ្នាជាមួយនឹង single file ចូលទៅក្នុង single file ហើយរបៀបដែលវា combine ចូលគ្នាហ្នឹងគឺវាអត់ត compress ទេក៏ប៉ុន្តែយើងអាច copy ឬក៏ move backup ឆ្លងម៉ាស៊ីនបានអញ្ចឹងរបៀបដែលយើងធ្វើដំបូងគេគឺសូមធ្វើការ ls មើលថាតើមាន file ឬក៏ directory គេខ្លះដែលយើងមានហើយអញ្ចឹងដើម្បីកុំឲ្យវាសាំញ៉ាំច្រើនអញ្ចឹងយើងទៅសេថា .cvf ដែល c ហ្នឹងមកពីពាក្យថា compress ដែល v verbose ដែលវាជា information ហើយ f ហ្នឹងគឺជា specific file name អញ្ចឹងខ្ញុំសូមដាក់ឈ្មោះថា my backup ឬក៏យើងអាចដាក់តាមនោះមកទៅ dot ថាហើយយើងដាក់ខ្ញុំចង់ដាក់ file ដែលមាននៅក្នុងនឹងស្រាប់អញ្ចឹងខ្ញុំសូមជ្រើសរើសយក file 1 .tt file 2 .tt ហើយនឹងជ្រើសរើសយក directory ចំនួន2ដែរមកអនុវត្តគឺ data 1 data 2អូខេអញ្ចឹងយើង enter មកអញ្ចឹងកន្លែងនេះគឺវា list ប្រាប់យើងថាfile ដែលយើងបាន combine ហ្នឹងគឺវាមានចំនួន4 file នេះអញ្ចឹងយើងធ្វើការextract មកថាវាមានអីគេខ្លះអញ្ចឹងរបៀបដែលយើង extract គឺយើងចុចថា .hvf ដែល x ហ្នឹងមកពីពាក្យថា extract ហើយយើង extract file មិញហ្នឹងមក enter អញ្ចឹង file ហ្នឹងដែលយើងបាន extract ចេញមកហ្នឹងមាន4ដដែលអញ្ចឹងបើសិនជាយើងលុប file ខាងក្រៅចោលដែលជា original file ហ្នឹងក៏វាអត់មាន button ណាដែរអញ្ចឹងខ្ញុំសូមធ្វើការលុប file 2និយាយទៅគឺខ្ញុំលុបចោលទាំងអស់ដែលខ្ញុំបាន combine ចូលមិញហ្នឹងយើងដាក់ rm .rs ហើយយើងទៅ save file ចូលមក file 1 .tt file 2 .tt dia 1 data 1 data 2អូខេអញ្ចឹងវាបាន delete រួចរាល់ហើយដែលយើងបានដាក់ rm.rs ហ្នឹង .rs ហ្នឹងមានន័យថាយើងលុបដោយមិនបាច់សួរអញ្ចឹងយើង ls វាចេញមកអូខេអញ្ចឹងវា show មកហើយថាអា file ដែលយើងនេះ file data directory ថាអីហ្នឹងគឺវាបានលុបចោលបាត់ហើយអញ្ចឹងយើងទៅ ls my file មិនចេញមើលសារថ្មីមកអូសំទោសយើងដាក់ថា .hvf my file អូខេអញ្ចឹង file ហ្នឹងគឺវាអត់មាន button ណាទេអញ្ចឹងរបៀបដែលយើងcombine គឺមានប៉ុណ្ណឹងអញ្ចឹងចូលដល់ការ compress ម្ដងការ compress យើងមាន3 option យើងមាន zip យើងមាន gzip ហើយនិង bzip2 អញ្ចឹងអ្វីដែលខ្ញុំនឹងលើកយកមកប្រើប្រាស់ឧទាហរណ៍អ្នកទាំងអស់គ្នាមើលអញ្ចឹងទី1គឺយើងចាំបាច់យើងត្រូវ install នៅ dnf install zip unzip .y សិនដើម្បីឲ្យ zip ហ្នឹងវាមានចូលទៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងខ្ញុំសាកនេះដោយសារតែខ្ញុំបាន install ហើយក៏ប៉ុន្តែខ្ញុំចង់សាក install សារថ្មីថាវាមានទៀតអត់ឬក៏វាចេញអីឲ្យយើងឃើញបានថ្មីប្លែកអីចឹងអញ្ចឹងយើងសាកសិនមកដក y អូខេអញ្ចឹងកន្លែងនេះវាដាក់ថា complete អញ្ចឹងមានន័យថាមកពីខ្ញុំបាន install វារួចរាល់ហើយអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ zip file ឬក៏ directory អញ្ចឹងអ្នកទាំងអស់គ្នាគួរណាតែសាក try install នៅ package នេះមួយសិនអញ្ចឹងខ្ញុំសូមធ្វើការដាក់ zip.v មួយសិនមកដើម្បីឆែក version វាអូខេអញ្ចឹងវាច្រើនគួរសមដែរអញ្ចឹងនេះវា show តាមឆ្នាំហើយនឹង show license ផងដែរ
ហើយនេះក៏ red hat នេះគឺ 14.3.1.2 នេះប្រហែលជា version របស់វាហើយអូខេអញ្ចឹងកុំអោយចាំយូរអញ្ចឹងយើងទៅ zip file ទាំងអស់គ្នាអញ្ចឹងរបៀបដែលយើង zip យើង clear មួយទៅកុំអោយវាញញែកពេកអញ្ចឹងយើង ls មើលសារថ្មីបន្តមកទៀតយើងដាក់ zip ដក o ហ្នឹងគឺជា recursive យើងដាក់ឈ្មោះមក my file .zip ហើយយើងយក file 1 .tt file 2 .tt ខ្ញុំយក share folder directory មួយមកអូខេអញ្ចឹងយើង enter ទៅអញ្ចឹងកន្លែងនេះវាមានន័យថាយើងបាន adding យើងបានបញ្ចូលនៅ file ចំនួន3ចូលទៅកាន់ zip file នេះអញ្ចឹងរបៀបដែលយើងអាច uncompress វិញមានន័យថាយើង unzip ហ្នឹងអញ្ចឹងយើងមានពីររបៀបទី1នេះយើង zip នៅលើ current directory ហើយនេះគឺជា unzip file ដែលនៅលើ directory អញ្ចឹងកន្លែងនេះគឺខ្ញុំបានឈរនៅលើ root ជំនឿថាវាមិនមែនជា current directory ទេអញ្ចឹងយើងសាកចេញទៅសាកមើលសិនអូខេអញ្ចឹងយើងឈរនៅលើនេះហើយយើងសាក unzip my file .zip អូខេអញ្ចឹងកន្លែងនេះវាសួរថា replace file មួយហ្នឹងចង់ replace ជាអីចង់ខ្ញុំដាក់ថាuname ខ្ញុំដាក់ media file .tt ចុះ file 2វិញយើងចង់ដាក់អីចឹងយើងដាក់ មកអាហ្នឹងមានន័យថាខ្ញុំដាក់ media file ដែរតែមានលេខ2 .tt អូខេអញ្ចឹងសម្រាប់ file my file ហ្នឹង my file.zip ហ្នឹងគឺយើងបានដូរឈ្មោះខ្លះហើយអញ្ចឹងអាហ្នឹងមានន័យថាយើង unzip មកវិញឥឡូវនេះយើងសាកទៅ gzip ម្ដងអានេះ good អញ្ចឹងយើងដាក់ gzip ដក ដាក់ file 2 .tt file ថា1 .tt ហើយក៏ដាក់ directory ចូលទៅមួយដែរគឺ share folder enter អញ្ចឹងរបៀបដែលយើងអានេះមានន័យថាវា zip រួចរាល់ហើយអញ្ចឹងរបៀបដែលយើង unzip មកវិញគឺយើងប្រើប្រាស់នៅ g unzip ដក file 2 .tt file ថា1 .tt share folder កន្លែងនេះគេដាក់ថា file ថា .tt នេះដោយសារតែខ្ញុំទៅសេខុសអញ្ចឹងយើងនេះសារថ្មីអូខេ enter អញ្ចឹងយើង ls មកវិញមកអូខេអញ្ចឹងនេះជា file zip ដែលយើងបានបង្កើត
ខ្ញុំសុំធ្វើការប្រកាស G10 ម្ដងទៀតដោយសារតែវាអត់ទាន់ឃើញមានអីចេញមក my G10 G file អញ្ចឹង dot G10 file មួយ dot tt file ថាមួយ dot tt share folder កន្លែងនេះវាដាក់ថា G10 នេះមិនមែនជាfile ហើយក៏មិនមែនជា directory ដែរ share folder នេះមិនមែនជាវាជា directory អញ្ចឹងយើងអត់អះវិញមើលអូខេអញ្ចឹងដោយសារតែ file ដែលយើងបានបង្កើតនៅខាងលើបាញ់មិញនេះយើងច្រឡំកន្លែងនេះសំទោសនេះកន្លែងនេះនឹងមានន័យថាយើងបានបង្កើតនៅ file G10 ដែលយើងបាន zip ហើយអញ្ចឹងយើងទៅ unzip មើលតិចទៅយើងដាក់ unzip file 1 .tat .gz អូខេអញ្ចឹងយើងបាន unzip ហើយអញ្ចឹងយើងអត់អះមកអូខេអញ្ចឹង file មួយឈ្មោះថា file មួយ .tt gzip ហ្នឹងគឺបាន unzip បាត់ហើយអញ្ចឹងយើងនឹងឃើញអញ្ចឹងយើង unzip យើងទៅសេ unzip មួយទៀតទៅ file ថាមួយ .tt .gz អូខេអញ្ចឹងពីរ file មិញដែលយើងបានបង្កើតមិញហ្នឹងគឺវាបាន unzip ចោលហើយអញ្ចឹងបន្តមកទៀតយើងសាកអនុវត្តជាមួយនឹង b10 ម្ដងអញ្ចឹងយើងដាក់ b10 2 file មួយ .tt ហើយយើងជ្រើសរើសយក file យកមកដាក់មកដាក់ file ថាមួយ .tt file ថា2 .tt ដោយសារតែ B10 នេះគឺវាអត់អាច work ជាមួយនឹង directory ទេអញ្ចឹងយើងអាចធ្វើវាជាមួយតែ file ប៉ុណ្ណោះ enter កន្លែងនេះវាដាក់ថា B12 អត់មានអញ្ចឹងយើងទៅ search នៅអ៊ីនធឺណិតតិចទៅថារបៀបដែលយើង install នៅ package របស់ B10 ហ្នឹងគឺមានអីគេអញ្ចឹងយើងមានទៅសួរណាគេឆ្ងាយទេយើងសួរបងប្អូនយើងហ្នឹងអញ្ចឹងយើងសួរវាតិចទៅអូខេអញ្ចឹងកន្លែងនេះគឺវាឲ្យ option មកយើងអញ្ចឹងយើងត្រូវការ install នៅ B12 អូខេអញ្ចឹងយើងទៅទីរបស់យើងវិញមកហើយនេះគឺយើងផាសចូលតិចទៅហើយនេះអូខេអញ្ចឹងយើង enter មកកន្លែងនេះគឺវាប្រកាន់អញ្ចឹងយើងត្រូវការ log ចូលទៅកាន់ root សិនអូខេអញ្ចឹងយើងដាក់ admin ចូលវិញមកអូខេអញ្ចឹងវាចាប់ផ្ដើម install ឲ្យយើងហើយអូខេអញ្ចឹងយើង zip ដក v តិចទៅមួយនេះគឺជា zip អ
ok ឲ្យសាំញ៉ាំច្រើនយើងទៅធ្វើតទៀតរបស់យើងអញ្ចឹងយើងសាកឲ្យសិនទៅអូខេអញ្ចឹងយើងដាក់ B10 B12 file 1ខ្ញុំយក file 2.tt file ថា1.tt អូកន្លែងនេះយើងដាក់ .tt enter ដោយសារតែកន្លែងនេះវាដាក់ថា file ថា1ថា2ហ្នឹងវាមិនមែនជា file ឬក៏ directory ទេក៏ប៉ុន្តែវាដាក់ថាមិនមែនក៏ប៉ុន្តែវាបានបង្កើតរួចរាល់អូខេកុំឲ្យយូរចឹងយើងទៅ unzip វាសាកមើលទៅ file 2.tt.b12 អូខេអញ្ចឹងកន្លែងនេះប្រហែលជាវាត្រូវការ b unzip មួយទៀតអញ្ចឹងយើងដាក់ b unzip 2អញ្ចឹងយើង install មួយទៀតសាកមើលអូខេអញ្ចឹងយើងឆែកមើលទៀតទៅថាហេតុអីបានជាវាអត់មានអញ្ចឹងយើងដាក់មិនហ្នឹងគឺវាត្រូវហើយក៏ប៉ុន្តែបើសិនជាវានៅតែ not found អញ្ចឹងយើងត្រូវការ install មួយទៀតអញ្ចឹងយើងបាន install complete ហើយអញ្ចឹងយើងនឹង try big unzip file 2 p2 អូខេកុំឲ្យសាំញ៉ាំច្រើនអាហ្នឹងយើងចាំទៅនាំគ្នាជួយទៅឆែកមើលតើគេនឹងធ្វើវារបៀបណាខ្លះទៀតអញ្ចឹងយើង clear វាចេញមួយសិនទៅកុំឲ្យឃើញច្រើនពេកអញ្ចឹងឥឡូវយើងចូលទៅដល់ថាជាមួយនឹងការ compress ម្ដងអញ្ចឹងយើងlisten សិនមកអញ្ចឹងយើងធ្វើការអានេះមានន័យថាយើងធ្វើការថាជាមួយនឹង zip ហ្នឹងគឺធ្វើរួមគ្នាតែមួយតែម្ដងអញ្ចឹងយើងដាក់ថា .cvr my file ថា file ថា 2.tt ខ្ញុំយក text.tt ហើយក៏យក directory share folder enter
អូខេអញ្ចឹងយើងបាន command file ហើយបន្តមកទៀតយើងដាក់ b-zip to my file dot ថាហើយនឹងសាកសិនអូខេអញ្ចឹងយើងដាក់ ls អូខេអញ្ចឹងកន្លែងនេះគឺវាបានបង្ហាញយើងហើយថា my file data នេះវាបាន unzip វាបាន unzip ទៅជា b-zip2 b-zip2 នេះវាមានន័យបែបនេះអូខេអញ្ចឹងវាអត់អីទេហើយឥឡូវហ្នឹងគឺយើងចូលទៅធ្វើតាក់ទងជាមួយនឹងcommand line យើងមានន័យថាយើងទៅសេតែ command line មួយយើងធ្វើបានពីររឿងចូលគ្នាតែម្ដងអញ្ចឹងទី1គឺថាជាមួយនឹង compress ហ្នឹងយើងប្រើជាមួយនឹង bzip2 អញ្ចឹងយើងដាក់ថាដក c j v f អញ្ចឹងយើងដាក់មក my file data bzip2 file a.tt b.tt អូខេអញ្ចឹងយើង enter មកអញ្ចឹងfile ឈ្មោះថា myfile.tt.z2 ហ្នឹងគឺវាបានបញ្ចូលនៅពីរ file ចូលមកទៀតអញ្ចឹងរបៀបដែលយើង extract មើលអញ្ចឹងយើងដាក់ថា .xjvf ហើយយើងដាក់ឈ្មោះ file ដែលយើងបាន zip មិននឹងអូខេអញ្ចឹងយើង enter មកអញ្ចឹងវានឹងបានវាបាន show នៅពីរ file ហ្នឹងមកវិញអូខេឥឡូវយើងសាកទៅប្រើប្រាស់ថាជាមួយនឹង compress ហ្នឹងជាមួយនឹង gzip ម្ដងអញ្ចឹងយើងដាក់ថា .c .vf my file .tt .gzip ហើយខ្ញុំដាក់ touch .tt ហើយដាក់តែមួយនឹងបាន enter អូខេអញ្ចឹងដោយសារតែនេះយើងបាន zip compress មួយ gzip នេះអញ្ចឹងយើងបាន text មួយដែលថាយើងបានដាក់ចូលទៅក្នុង file ថាហ្នឹងអញ្ចឹងយើង ls មកអូខេអញ្ចឹងបន្តមកទៀតយើងចង់ extract bzip2 សំដៅកន្លែងនេះ gzip អូខេអញ្ចឹងយើងដាក់ថា x .vf my file .data .gzip ហ្នឹងអូខេអញ្ចឹងយើង ls .l ls .l អូខេអញ្ចឹងនេះគឺជា file ដែលយើងបានបង្កើតមកហ្នឹងគាត់ថាដែលខ្ញុំបើកឲ្យអ្នកទាំងអស់គ្នាមើលមុននោះមិញអញ្ចឹងគឺវាអត់បាន show detail ខ្ញុំភ្លេចដាក់ .l អញ្ចឹងកន្លែងនេះយើងមើលត្រួសទៅfile directory ដែលយើងបានបង្កើតថ្មីនេះដែលនេះយើងបានបង្កើតដើម្បីឲ្យយើង combine ថាហ្នឹងហើយចំពោះ file ថា bzip នេះគឺវាមានចំនួនបៃតែ144ទេអញ្ចឹងវា good ក៏ប៉ុន្តែសម្រាប់ zip នេះគឺវា
វាធំចឹងបានជាគេអត់ចង់ recommend ឲ្យយើងប្រើ 10ប៉ុន្តែសម្រាប់G10 ហើយនិង B12 ហ្នឹងគឺវា good ហើយ B12 ហ្នឹងក៏កាន់តែល្អជាងG10 ដែរហើយបន្ទាប់ពីយើងបាននេះហើយចឹងសម្រាប់មេរៀនថ្ងៃនេះគឺបានចប់រួចរាល់សូមអរគុណ